សួស្តីអ្នកនរគ្នាដែលមានគម្រោងរៀបចំនឹងបើកហាងថ្មីឬក៏មានបំណងក្នុងការស្វែងរកទូខាសេដែលមានកម្រិតភាពកកនឹងក្រោម0អង្សាសេថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអ្នកនរគ្នារវាងទូខាសេប្រភេទកកជញ្ជាំងនិងទូខាសេប្រភេទកកស្ងួតថាតើវាមានលក្ខណៈខុសគ្នាដូចម្តេចមុននឹងអ្នកនរគ្នាសម្រេចចិត្តក្នុងការទិញយកមកធ្វើការប្រើប្រាស់ហើយខាងក្រោមនេះខ្ញុំជូន9ចំណុចដល់អ្នកនរគ្នាមុននឹងសម្រេចចិត្តទិញតោះយើងទៅមើលអ្នកនរគ្នាថា9ចំណុចហ្នឹងមានអីគេខ្លះទី1ខ្ញុំសូមធ្វើការបង្ហាញអ្នកនរគ្នានៅប្រភេទទូក្លាសេកកជញ្ជាំងឬក៏ប្រភេទទូក្លាសេកកសើមតោះយើងទៅមើលអ្នកនរគ្នាទី1ជាទូទៅប្រភេទទូបើកពីលើឬក៏ទូកកជញ្ជាំងបែបនេះយើងសង្កេតមើលឃើញថាភាគច្រើនក្រុមហ៊ុនផលិតមកជាសុទ្ធសឹងទាំងអស់ 100% ឬក៏99.99% ជាប្រភេទទូពណ៌សហើយចំណុចទី2វិញគឺជាប្រភេទទូបើកពីលើខុសពីទូកកស្ងួតដែរទូកកស្ងួតគឺជាប្រភេទទូបើកពីចំហៀងហើយទូបើកពីលើនឹងផងដែរគឺទូចបំផុតគឺប្រភេទទ្វារមួយអញ្ចឹងអាចជាទ្វារ1បើកពីលើឬក៏ទ្វារ2បើកពីលើឬក៏ទ្វារ3បើកពីលើហើយទូមួយប្រភេទទៀតមានទ្វារបើកពីលើហើយនឹងមានទូកញ្ចក់យើងអាចអូសឆ្វេងឬក៏អូសស្ដាំអញ្ចឹងទៅឬក៏អាចជាប្រភេទកញ្ចក់កោងសម្រាប់យើងមើលឃើញយើងតាំងជានំឬក៏តាំងជាការ៉េមនៅខាងក្នុងទូនឹងអញ្ចឹងទៅឬក៏គ្រឿងសមុទ្រអញ្ចឹងអាហ្នឹងគឺសម្រាប់ប្រភេទទូបើកពីលើដែលមានទ្វារបើកពីលើដូចគ្នាប៉ុន្តែសម្រាប់មានកញ្ចក់អញ្ចឹងទៅហើយចំណុចទី3វិញគឺតាក់ទងនឹងតម្លៃទូប្រភេទដោយរូបដែលខាងខ្ញុំបានបង្ហាញនេះគឺមានតម្លៃធូរថ្លៃហើយនឹងសមរម្យឲ្យយើងធៀបនឹងទូប្រភេទ inox កកស្ងួតមានរាងថ្លៃតម្លៃរាងថ្លៃលើសនឹងរាងខុសគ្នាបន្តិចហើយទី4វិញគឺប្រភេទជញ្ជាំងគឺកាលណាវាចាប់ផ្ដើមដំណើរការគឺធ្វើឲ្យជញ្ជាំងជុំវិញហ្នឹងវានឹងឡើងក្រាមតកហើយតួបើសិនជាអ្នកនរគ្នាបើកម៉ាស៊ីនដំណើរការបើសិនជាម៉ាស៊ីនអ្នកនរគ្នាមានបញ្ហាឬក៏ដើរអត់ល្អតិចមិនល្អទេជញ្ជាំងនៅជុំវិញហ្នឹងគឺมันមានក្រាមទេហើយក៏មានការឡើងតកដែរឬក៏មានការឡើងតកហើយបើសិនជាវាមានបញ្ហាវានឹងរលាយទៅវិញហើយតកដែលក្រាមហ្នឹងគឺយើងកោសឬក៏យើងមើលទៅគឺឡើងបើសិនជាយើងកំណត់នៅសីតុណ្ហភាពខ្លាំងគឺវានឹងឡើងក្រាមមកបែបនេះឡើងកកមកខ្លាំងអញ្ចឹងទៅចំណុចទី5វិញគឺសំដៅទៅលើអង្សាសម្រាប់មើលអញ្ចឹងអង្សាដែលយើងមើលគឺយើងអាចដឹងដោយសារយើងកំណត់ដោយការមូលយើងកាច់កុងតាក់ឬក៏ប្រដាប់ពវិលនេះគឺយើងកាច់មកស្ដាំបើសិនជាយើងកាច់មកស្ដាំមានចាប់ពីលេខ0ទៅលេខ6ឬក៏លេខ1ទៅលេខ5ឬក៏ខុសពីហ្នឹងអ្នកនរគ្នាអាចធ្វើការកំណត់ទនិចដូចជានាឡិកាវិលអញ្ចឹងគឺយើងអាចធ្វើការកំណត់កម្រិតភាពត្រជាក់គឺមូលមកស្ដាំដូចទនិចនាឡិកាអញ្ចឹងបើសិនជាអ្នកនរគ្នាមូលមកកាន់តែខ្លាំងគឺកម្រិតនៃភាពកកហ្នឹងក៏កាន់តែខ្លាំងទៅតាមនឹងដែរចំណុចទី6គឺជញ្ជាំងខាងក្នុងតូប្រភេទនេះខ្ញុំធ្លាប់ជួបហើយនឹងសង្កេតមើលគឺមានតែប្រភេទ2ទេគឺប្រភេទជញ្ជាំងខាងក្នុងប្រភេទជាញោមហើយនិងប្រភេទជាស័ង្កសីដោយជាញោមយើងមានការចម្លងកម្រិតនៃភាពត្រជាក់ឬក៏ចម្លងនៅកម្ដៅខ្លាំងអញ្ចឹងវាអាចធ្វើឲ្យទូយើងត្រជាក់បានល្អហើយកម្រិតចម្លងភាពត្រជាក់ហ្នឹងគឺកាន់តែល្អទៀតហើយមួយទៀតគឺប្រភេទកកប្រភេទជញ្ជាំងជាស័ង្កសីប៉ុន្តែខ្ញុំសូមបញ្ជាក់ថាសង្កសីឬក៏ញោមហ្នឹងគឺมันមានការប្រតិកម្មជាមួយទឹកទេចំណុចទី7វិញគឺយើងរាំងពិបាកក្នុងការបើកយកអីវ៉ាន់បន្តិចបើសិនជាអ្នកទាំងអស់គ្នាមានអីវ៉ាន់តិចវាមិនសូវជាបញ្ហាទេអីវ៉ាន់តិចប៉ុន្តែ space ក្នុងទូយើងធំអញ្ចឹងយើងអាចដកអីវ៉ាន់ចេញពីឆ្វេងទៅស្ដាំឬក៏លើកពីលើដាក់ចេញទៅកន្លែងណាផ្សេងហើយយើងលូកយករើយកអីវ៉ាន់នៅខាងក្រោមឬក៏អីវ៉ាន់យើងទូចធំអីអត់ស្មើគ្នាគឺយើងដាក់យើងចេះតែញាត់ដាក់ពញាតចូលគ្នាអញ្ចឹងដល់ពេលយើងធ្វើការប្រើប្រាស់បញ្ញាប់គឺយើងពិបាកក្នុងរោបន្តិចឬក៏បើយើងប្រើនៅគ្នាច្រើនកន្លែងសង្ឃឹមអ្នកចូលព្រឹកចូលយប់អីអញ្ចឹងទៅគឺរាំងពិបាកក្នុងការយកបន្តិចតើតែអ្នកនរគ្នាត្រៀមចិត្តក្នុងការប្រើប្រាស់ទូបែបនេះហើយតែខ្ញុំគិតថាវាមិនជាបញ្ហាចោតប្រហែលទេចំណុចទី8វិញគឺអ្នកនរគ្នាมันយើងអាចប្រើឬក៏ដាក់នៅលើទ្វារនឹងបានព្រោះទូហ្នឹងគឺมันសូវជាខ្ពស់ប្រហែលទេគឺ
ទូខ្លះទៅត្រឹមចកេះទៅអាចខ្លះទៅត្រឹមផ្ចិតរបស់យើងអញ្ចឹងយើងអាចប្រើប្រាស់យើងអាចហាន់សាច់ឬក៏ហាន់បន្លែឬក៏យើងធ្វើអីផ្សេងៗនៅលើនឹងបានប៉ុន្តែបើសិនជាយើងធ្វើការដាក់របស់ធ្ងន់ឬក៏យើងចិញ្ច្រាំសាច់ឬក៏យើងកាប់ឆ្អឹងអីចឹងវាមិនអាចយើងដាក់បានទេដោយសារវាអាចខូចទ្វារឬក៏វាអាចកពិតឬក៏ផតអីចឹងជាដើមទៅហើយចំណុចទី9គឺជាចំណុចចុងក្រោយគឺបើប្រៀបធៀបទូកកជញ្ជាំងនិងទូកកស្ងួតហ្នឹងគ្រឿងបន្លាស់គឺយើងហាក់បែរគ្នាទេស្ពារផាតហ្នឹងបើសិនជាធម្មតាយើងប្រើប្រាស់ប្រភេទទូប្រភេទម៉ាស៊ីនវាគង់តែមានការខូចខាតទេអញ្ចឹងគ្រឿងបន្លាស់គឺស្ពារផាតដែលយើងប្រើគឺវាគង់តែខូចទេអញ្ចឹងវាហាក់បែរគ្នាទេបើប្រៀបធៀបគ្នាទៅនឹងទាំងចំនួនហើយនិងតម្លៃក៏មិនសូវជាខុសគ្នាដែរតោះអ្នកទាំងអស់គ្នាបន្ទាប់ពីខ្ញុំធ្វើការបកស្រាយរូបភាពខុសគ្នាឬក៏ចំណុចទាំង9នៃទូកកជញ្ជាំងហើយខ្ញុំសូមធ្វើការបង្ហាញឬក៏ចូលទៅចំណុចបន្តតាក់ទងនឹងប្រភេទទូកកស្ងួតដែលទូកកស្ងួតនេះផងដែរយើងសង្កេតឃើញថាទី1គឺប្រភេទជាទូអ៊ីណុកអញ្ចឹងតាមបទពិសោធន៍ឬក៏អ្វីដែលខ្ញុំធ្លាប់ជួបកន្លងមកគឺភាគច្រើនគឺជាប្រភេទទូអ៊ីណុកហើយទូហ្នឹងគឺខ្ញុំធ្វើការបង្ហាញតែប្រភេទទូទុយទេខ្ញុំអត់បានបង្ហាញដល់ទូ Corum ឬក៏ប្រភេទទូ Chiller អីផ្សេងទេខ្ញុំសូមធ្វើការបង្ហាញតែទូដូចនៅក្នុងរូបឬក៏វីដេអូដែលខ្ញុំបានបង្ហាញនឹងជាដើមអញ្ចឹងទី1គឺជាប្រភេទទូអ៊ីណុកសាច់ដែលធ្វើហ្នឹងគឺជាប្រភេទអ៊ីណុកហើយចំណុចទី2វិញគឺមានទ្វារបើកពីចំហៀងគឺបើយើងឈរពីមុខទៅគឺបើកពីមុខយើងពីចំហៀងដូចម៉ាស៊ីនបោកពីចំហៀងដែរអញ្ចឹងទូប្រភេទនេះវាអាចមានទ្វារ1ទ្វារ2ឬក៏ទ្វារ3អញ្ចឹងទៅចូលទៅចំណុចបន្ទាប់គឺចំណុចទី3តាក់ទងនឹងតម្លៃតាក់ទងនឹងតម្លៃក៏យើងប្រៀបធៀបគ្នាទៅវាមានតម្លៃខុសគ្នាពីទូកកជញ្ជាំងខ្លះដែរដោយសារតែវាមានតម្លៃលើសខ្ញុំឧទាហរណ៍ថាបើសិនជាទូកកជញ្ជាំងតម្លៃ200អញ្ចឹងទូកកស្ងួតហ្នឹងវាអាចលើសនឹងគុណនឹង1កន្លះឬក៏គុណ2ឬក៏គុណ3អីចឹងទៅតាមប្រភេទនៃទូឬក៏ប្រភេទនៃក្រុមហ៊ុនអីដែលផលិតមកគុណភាពនៃការផលិតផងដែរចូលទៅចំណុចបន្តគឺចំណុចទី4ពាក់ព័ន្ធនឹងប្រព័ន្ធខ្យល់ដែលបក់ចេញហ្នឹងគឺយើងអត់បានប្រើដោយប្រភេទទូកកជញ្ជាំងដោយមានឡើងក្រាមតកកព័ទ្ធជុំវិញជញ្ជាំងទេគឺជាយើងមានប្រព័ន្ធម៉ាស៊ីនប្រព័ន្ធកញ្ច្រែងក្តៅនៅខាងក្រៅនៃទូហើយនិងប្រព័ន្ធកញ្ច្រែងត្រជាក់នៅក្នុងទូដែរប៉ុន្តែកញ្ច្រែងត្រជាក់ធ្វើការបក់ខ្យល់វិលជុំធ្វើការបក់ខ្យល់វិលជុំអញ្ចឹងពីបាតលើទៅបាតក្រោមគឺវាវិលជុំអញ្ចឹងវាធ្វើការចែកខ្យល់ត្រជាក់នៅក្នុងហ្នឹងគឺសក់ធ្វើឲ្យផលិតផលឬក៏អីវ៉ាន់របស់អ្នកទាំងគ្នាត្រីសាច់ឬក៏ម្ហូបអីហ្នឹងគឺក៏អត់បានល្អមែនទែនគឺវាចែកខ្យល់សក់វាអាស្រ័យទៅតាមការដែលយើងកំណត់សីតុណ្ហភាពនឹងផងដែរចូលទៅចំណុចទី5វិញគឺរូបទូនេះភាគច្រើនគឺមានការកំណត់ជាលេខ LED នៅលើcontroller ដែលបង្ហាញនៅលើកញ្ចក់ display ហ្នឹងគឺនឹងបង្ហាញនៅសីតុណ្ហភាពដែលយើងកំណត់នៅក្នុងហ្នឹងតែម្ដងឧទាហរណ៍ថាអ្នកទាំងគ្នាដកសឹកយកដក2អង្សាឬក៏ដក6អង្សាឬក៏ដក12អង្សាអញ្ចឹងសីតុណ្ហភាពដែលបង្ហាញនៅក្នុងទូហ្នឹងគឺយើងអាចមើលឃើញវាមានបង្ហាញនៅលើ display ហ្នឹងស្រាប់ដែលយើងខុសពីប្រភេទទូកកអញ្ចឹងគឺយើងមើលឃើញតែតម្លៃលេខដែលយើងកំណត់ចេញពីក្រុមហ៊ុនគឺពីលេខ1ទៅលេខ6អីចឹងទៅគឺយើងអាចមើលទៅលើការរង្វិលនៃគំនូសក្រិតដែលរង្វិលប៉ុន្តែសម្រាប់ទូនេះវិញគឺយើងអាចកំណត់បានយើងមើលឃើញសីតុណ្ហភាពចុះដល់ប៉ុណ្ណាឡើងដល់ប៉ុណ្ណាទូមានបញ្ហាកម្រិតណាគឺយើងអាចដឹងចូលទៅចំណុចទី6គឺប្រភេទជាជញ្ជាំងខាងក្នុងគឺជាជញ្ជាំងអ៊ីណុកភាគច្រើននៃទូនេះផងដែរគឺសុទ្ធសឹងតែជញ្ជាំងអ៊ីណុកតែម្ដងចំណុចទី7វិញគឺតាក់ទងនឹងធ្នើរនៅខាងក្នុងនៃទូគឺមានច្រើនធ្នើរអញ្ចឹងទូខ្លះទៅអាចមានដល់2ឬក៏3ឬក៏4អីទៅចឹងទៅតាមប្រភេទនៃទូនីមួយៗអញ្ចឹងរាល់អីវ៉ាន់ឬក៏រាល់មុខម្ហូបឬក៏ទំនិញដែលយើងបានដាក់ class C នៅក្នុងទូគឺយើងអាចធ្វើការមើលឃើញអញ្ចឹងយើងអាចងាយស្រួលក្នុងការយកឬក៏ងាយស្រួលក្នុងការប្រើប្រាស់ដែលយើងអាចមើលឃើញអីវ៉ាន់ដែលយើងដាក់នៅតាមធ្នើរនីមួយៗគឺយើងអាចលូកយកបានចូលទៅចំណុចបន្ទាប់គឺចំណុចទី8ចំណុចទី8គឺយើងអាចប្រើប្រាស់នៅផ្នែកខាងលើនៃទូ class C របស់យើងបានយើងអាចធ្វើការ
ហាន់បន្លែត្រីសាច់ឬក៏យើងអាចធ្វើការកាប់ចិញ្ច្រាំសាច់ឬក៏កាប់ឆ្អឹងជំនីឬក៏ធ្វើអ្វីដែលធ្ងន់នៅលើទូនឹងបានដោយសារតែទូនឹងវាមានភាពអ៊ីណុកគឺអ៊ីណុកប្រភេទអ៊ីណុកគឺមាំមែនទែនហើយនឹងក្រាស់ល្អគឺធន់នឹងការរបស់សកត់នៅពីលើហើយចំណុចទី9គឺសម្រាប់គ្រឿងបន្លាស់គឺយើងប្រៀបធៀបគ្នាទៅគឺមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងទូកកជញ្ជាំងទេអញ្ចឹងរាល់ spare part ឬក៏មិនថាតម្លៃឬក៏របស់ធម្មតារបស់ដែលយើងប្រើគឺវាគង់តែមានការខូចខាតដែរប៉ុន្តែបើសិនជាអ្នកនរគ្នានៅក្នុងការធានារបស់ក្រុមហ៊ុនគឺมันមានជាបញ្ហាទេធម្មតាគ្រឿងម៉ាស៊ីនគឺយើងប្រើប្រាស់វាគង់តែមានការខូចខាតហើយអរគុណច្រើនសម្រាប់ការតាមដានទស្សនាសម្រាប់បងប្អូនដែលគាត់ស្ដាប់ហើយក៏មានបញ្ហាឬក៏ចម្ងល់នៅកន្លែងណាគឺអាច comment នៅក្រោមបានហើយក៏សូមអធិស្ឋានផងដែររាល់ការអធិប្បាយទៅមានការលើសលួសឬក៏ខ្វះខាតឬក៏ស្ដាប់ទៅមិនសមរម្យត្រង់ចំណុចណាគឺសូមអធិស្ឋានឲ្យផងអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត